ខេត្តមណ្ឌលគិរីមានចម្ងាយប្រមាណ359គីឡូម៉ែត្រពីរាជធានីភ្នំពេញថ្ងៃនេះខ្ញុំបានមកដល់ខេត្តមណ្ឌលគិរីជាខេត្តមួយដែលខ្ញុំមកមិនដែលចេះធុញសោះខ្ញុំពិតជាចូលចិត្តនៅបរិយាកាសដ៏ត្រជាក់នៅក្នុងខេត្តមួយនេះទេសភាពធម្មជាតិនៅទីនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាធូរស្រាលនៅពេលដែលយើងមានអារម្មណ៍ថាហត់នឿយនឹងការងារពេលខ្លះយើងគួរតែផ្ដល់ឱកាសឲ្យខ្លួនឯងក្នុងការទៅស្វែងរកអ្វីដែលថ្មីសម្រាប់ជីវិតរបស់យើងគ្រប់គ្នាទីនេះពិតជាស័ក្តិសមសម្រាប់អ្នកទាំងអស់គ្នា explore សាកល្បងជិះម៉ូតូមើលទេសភាពតាមដងផ្លូវនិងទស្សនាតំបន់ទេសចរណ៍ជាច្រើនទៀតនៅក្នុងខេត្តមួយនេះហើយនេះគឺជាសកម្មភាព vlog របស់ខ្ញុំរយៈពេល2យប់3ថ្ងៃអញ្ចឹងកុំឲ្យខាត់ពេលយើងទៅទស្សនាទាំងអស់គ្នាអូខេទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានមកដល់ខេត្តមណ្ឌលគិរីហើយនេះគឺជារំលងមូលយ៉ាងបងនេះខ្ញុំមានឯងអញ្ចឹងតិចទៀតយើងនឹងទៅកន្លែងស្នាក់របស់យើងទាំងអស់គ្នាហើយយើងនឹងគេងនៅមណ្ឌលគិរី2យប់គ្រាន់តែមកដល់ភ្លាមខ្ញុំបានធ្វើដំណើរទៅកន្លែងដែលខ្ញុំស្នាក់នៅហើយទេសភាពនៅតាមដងផ្លូវវាពិតជាធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយខ្លាំងមែនទែនខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងអាចទៅលេងទីនោះម្ដងទៀតជាមួយនឹងការ solo trip វាពិតជាអស្ចារ្យដោយសារតែទេសភាពបូករួមនឹងអាកាសធាតុគឺវាពិតជាធ្វើឲ្យយើងមានអារម្មណ៍ថារីករាយខ្លាំងមែនទែនបានមកដល់ទីតាំងហើយដែលមានឈ្មោះថា Pida Cafe Farm មិនដែររីករាយនិយាយទៅដោយសារតែ trip លើកនេះគឺយើងមកបានវែងឆ្ងាយមែនទែនយើងចេញពីភ្នំពេញថ្ងៃ2ហើយចេញពីភ្នំពេញយើងចូលស្ទឹងត្រែងហើយចេញពីស្ទឹងត្រែងយើងមករតនគិរីអញ្ចឹងថ្ងៃហ្នឹងខ្ញុំចេញពីរតនគិរីមកមណ្ឌលគិរីអញ្ចឹង trip បន្ទាប់គឺត្រូវចេញពីមណ្ឌលគិរីទៅភ្នំពេញវិញអូខេយើងទៅញ៉ាំបាយទាំងអស់គ្នាការធ្វើដំណើរនេះវាបានបង្រៀនខ្ញុំជាច្រើននៅពេលខ្លះរឿងខ្លះវាមិនមែនដូចតែចិត្តយើងចង់បាននោះទេដូច្នេះហើយយើងគួរតែរៀនដោះលែងយើងគួរតែរៀនកាត់ចិត្តនៅអ្វីដែលយើងគិតថាវាអាចប៉ុន្តែយើងមិនអាចធ្វើវាបានទាំងអស់នេះវាបានលើកទឹកចិត្តខ្ញុំខ្លាំងមែនទែនហើយធម្មជាតិផ្សារភ្ជាប់ជាមួយនឹងជីវិតដូច្នេះហើយទើបខ្ញុំជ្រើសរើសយកការធ្វើដំណើរកម្សាន្តពីព្រោះយើងអាចធ្វើការប្រស័យតាក់ទងជាមួយនឹងមនុស្សដែលយើងមិនធ្លាប់ស្គាល់ពីមុនមកតាមរយៈការនិយាយការសួរសុខទុក្ខអំពីគ្នាទៅវិញទៅមកហើយទាំងអស់នេះវាពិតជាជំរុញលើកទឹកចិត្តចំពោះជីវិតបន្តទៅថ្ងៃមុខ